ដោយសារតែបងគាត់ទិញច្រើនដងហើយអញ្ចឹងគាត់ទិញ5យើងថែមឲ្យ5តែម្ដងអញ្ចឹងក្លិនទី1ដែលគាត់យកគឺ LV Afternoon Swim ក្លិនទី2 Dior Sauvage EDP ក្លិនទី3គឺគាត់យកជាមួយនឹងខ្លួនរបស់ JPG La Mer Elixir ហើយគាត់យក2ដបតែម្ដង JPG La Mer Elixir ហ្នឹងពណ៌មាសហ្នឹងហើយក្លិនចុងក្រោយគឺគាត់យកជាមួយនឹងខ្លួនរបស់ JPG La Mer La Parfum និយាយទៅ5ដបនេះគាត់ថាបាញ់មកពេញចិត្តតែម្ដងហើយយើងក៏បានថែមដបផ្ទេគាត់5ឈុតផងដែរមានទាំងដបមានទាំងសារ៉ាងមួយឈុតតែម្ដងហើយយើងបានថែម tester គាត់5ដែរនិយាយទៅថែម5ហ្នឹងថែម tester ទេហើយ order ទី2គឺបងយកជាមួយនឹងខ្លួនរបស់ Dior Sauvage Elixir និយាយទៅក្លិនមួយនេះមិនបាញ់និយាយទេបាញ់ទៅកម្មវិធីអីគឺថាមកអែមតែម្ដងបាញ់ពេលយប់ក៏ល្អដូចគ្នាអត់ចង់ review ច្រើនទេព្រោះថាអស់ stock បាត់ទៅហើយក្លិនមួយហ្នឹងហើយ order ទី3គឺបងយកជាមួយនឹងខ្លួនរបស់ LV Symphony ហើយនិង Creed Aventus Absolute និយាយទៅពីរក្លិននេះគឺថា the best ខ្លាំងមែនតើយើងក៏បានថែមដបផ្ទេក៏ដូចជាថែម tester គាត់ពីរផងដែរដោយសារតែគាត់ម៉ួយហើយអូខេអញ្ចឹងពីរក្លិននេះគឺថា the best តែម្ដងសម្រាប់ប្រើប្រចាំថ្ងៃគឺថាក្លិនមក unique ប្លែកគេមែនតើ LV Symphony គឺអ្នកគ្នាដឹងហើយថាក្លិនវាល្អបាច់ណា Creed Aventus Absolute បើសិនមកអ្នកគ្នាអត់ទាន់សាកទេគឺគួរតែសាកក្លិនមួយនេះគឺថាល្អខ្លាំងមែនតើសម្រាប់ប្រើប្រចាំថ្ងៃឬក៏ទៅកម្មវិធីណាត់ជួបអីពិសេសហ្នឹងគឺថា the best តែម្ដងអញ្ចឹងបើសិនមកអ្នកគ្នាចង់បានទាំងអស់ clone ដែលដូចនឹង original មែនតើតែម្ដងតាក់ទងមក Riches Perfumery